ហើយក៏អាចដល់គូផងដែរណាសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចនៅក្នុងឆ្នាំ2026នេះឱកាសដែលអាចនឹងជួបគូគឺមានច្រើនខ្លាំងមែនតើណាគឺមានច្រើនខ្លាំងមែនតើសម្រាប់អ្នកដែលកើតឆ្នាំចនៅក្នុងឆ្នាំ2026នេះប្រុងប្រយ័ត្នមែនតើតាក់ទងជាមួយនឹងការខាតបង់ទ្រព្យសម្បត្តិអីផ្សេងៗដោយសារតែយើងឈរនៅលើ position គេហៅថា Figosta គឺបានដល់តាក់ទងជាមួយនឹងរឿងគេហៅថាខាតបង់មួយចំនួនឬមួយក៏រឿងបាត់បង់បានដល់តាក់ទងជាមួយនឹងការតែត្រូវគេលួចទ្រព្យសម្បត្តិផ្សេងៗលើសពីនោះទៅទៀតអ្នកដែលកើតឆ្នាំចអាចនឹងមានអារម្មណ៍សោកសៅឬមួយក៏អារម្មណ៍មួម៉ងជាច្រើនដោយសារតែមានផ្កាយគេហៅថាអវិជ្ជមានមួយចគេហៅថា P2 តារាសាស្ត្រ P2 នេះគឺតាក់ទងជាមួយនឹងគេហៅថា bad mood ឬមួយក៏តារាសាស្ត្រដែលធ្វើឲ្យយើងមានចិត្តមានអារម្មណ៍មិនល្អមានអារម្មណ៍សោកសៅកើតមានឡើងជាច្រើនសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចតម្រូវឲ្យមានការលើកទឹកចិត្តឬក៏ motivation ជាច្រើនដូច្នេះកុំព្យាយាមឯកោខ្លួនឯងណាត្រូវស្វែងរកជាមួយនឹងគេហៅថាក្រុមគ្រួសារឬមួយក៏ដៃគូប្តីប្រពន្ធអីត្រូវយល់ចិត្តលើកទឹកចិត្តគ្នាទៅវិញទៅមកណាលើកទឹកចិត្តគ្នាទៅវិញទៅមកហើយក៏ត្រូវប្រុងប្រយ័ត្នផងដែរណាសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចគឺមានតារាសាស្ត្រមិនល្អមួយទៀតគេហៅថាញៀនគូគឺជាតារាសាស្ត្រដែលឲ្យយើងងាយនឹងរងផ្លូវច្បាប់ឬមួយក៏បញ្ហាជាមួយនឹងអាជ្ញាធរណាបញ្ហាជាមួយអាជ្ញាធរឬមួយក៏បញ្ហាផ្លូវច្បាប់ផ្សេងៗដែលធ្វើឲ្យយើងរាំងស្ទះឬមួយក៏ធ្វើឲ្យយើងคล้ายទៅជាបុគ្គលដែលល្មើសនឹងច្បាប់រដ្ឋអីផ្សេងៗគឺយើងត្រូវប្រុងប្រយ័ត្នគ្នាដងណាអូខេទោះបីយ៉ាងណាក៏ដោយនៅក្នុងឆ្នាំ2026នេះសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចគឺមានតារាសាស្ត្រល្អមួយគេហៅថាតារាសាស្ត្រហោះអាកាយតារាសាស្ត្រសន្តោសប្រណីគឺតាក់ទងជាមួយនឹងចិត្តសន្តោសប្រណីកើតមានឡើងសម្រាប់យើងក៏ដូចជាហោះអាកាយនេះក៏បានដល់តាក់ទងជាមួយនឹងសតិបញ្ញាការគិតត្រូវឬក៏ wisdom វាស្រដៀងជាមួយនឹងវិនឆាងណាវាស្រដៀងជាមួយតារាសាស្ត្រចំណេះដឹងផងដែរគឺធ្វើឲ្យយើងមានចិត្តសន្តោសពេលដែលយើងមានចិត្តសន្តោសកើតមានឡើងចំនួនផ្សេងៗកម្រនឹងកើតមានឡើងណាពីព្រោះយើងសន្តោសទៅដល់គេសន្តោសមកដល់យើងសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចតារាសាស្ត្រហោះអាកាយឬក៏តារាសាស្ត្រសន្តោសមួយនេះគឺអាចជួយឃុំគ្រងបីបាច់អំពីគ្រោះបញ្ហាផ្សេងៗដែលអាចកើតមានឡើងសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចលើពីនោះទៅទៀតគឺមានតារាសាស្ត្រមួយទៀតដែលល្អដែរគេហៅថាសានថៃគឺជាតារាសាស្ត្រមួយតាក់ទងជាមួយនឹង achievement ឬមួយក៏ការសម្រេចជោគជ័យបានអញ្ចឹងសម្រាប់អ្នកដែលកើតឆ្នាំចគេហៅថាគោលដៅមួយចំនួនធំអាចនឹងសម្រេចបានឬមួយក៏បង្កើតស្នាដៃបានជាច្រើននៅក្នុងឆ្នាំ2026នេះណានៅក្នុងឆ្នាំ2026នេះហើយក៏អាចដល់គូផងដែរណាសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចនៅក្នុងឆ្នាំ2026នេះឱកាសដែលអាចនឹងជួបគូគឺមានច្រើនខ្លាំងមែនតើណាគឺមានច្រើនខ្លាំងមែនតើសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចលោកគ្រូលើកទឹកចិត្តឲ្យប្រើជាប្រភេទ Crystal Granite ដើម្បីស្រូបទាញលាភជ័យក៏ដូចជារុញច្រាននៅឧបសគ្គអីផ្សេងៗរុញច្រានរឿងអវិជ្ជមានស្រូបទាញរឿងវិជ្ជមានចូលហើយនឹងធ្វើអារម្មណ៍យើងឲ្យនឹងណូផងដែរណាធ្វើអារម្មណ៍យើងឲ្យនឹងណូផងដែរ